ឥឡូវនេះអតិថិជនរបស់ LOC ដែលរស់នៅក្នុងតំបន់ខណ្ឌសែនសុខរាជធានីភ្នំពេញនិងកំពុងមានតម្រូវការសាច់ប្រាក់បន្ទាន់អាចស្វែងរកការប្រើប្រាស់សេវាឥណទានមាសកាន់ទ្រព្យបានយ៉ាងងាយស្រួលនិងរហ័សដោយចំណាយត្រឹមតែ15នាទីប៉ុណ្ណោះដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃឥណទានមាសកាន់ទ្រព្យជាសេវាហិរញ្ញវត្ថុថ្មីមួយដែលអនុញ្ញាតឲ្យអតិថិជនអាចយកមាសយកគ្រឿងមាសឬផ្លាទីនរបស់ខ្លួនមកប្រើប្រាស់ជាទ្រព្យធានាដើម្បីទទួលបានឥណទានដោយមិនចាំបាច់លក់ទ្រព្យមានតម្លៃនិងជាទីស្រឡាញ់នោះឡើយថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសេវាឥណទានមាសកាន់ទ្រព្យនៅ LOC សាខាសែនសុខនាថ្ងៃទី3ខែកក្កដាឆ្នាំ2026លោក Romas Pereira ប្រធាននាយកបណ្ដាញចែកចាយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOC មានប្រសាសន៍ថាសាខាសែនសុខគឺជាសាខាទី8ហើយដែលបានដាក់ឲ្យដំណើរការសេវានេះដើម្បីផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលត្រូវការសាច់ប្រាក់បន្ទាន់លោក Romas Pereira បានគូបញ្ជាក់ថាការពង្រីកសេវាឥណទានមាសកាន់ទ្រព្យទៅកាន់សាខានានាជាបន្តបន្ទាប់ឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់ LOC ក្នុងការពង្រឹងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពនិងគាំទ្រសហគមន៍ឲ្យកាន់តែប្រសើរតាមផែនការ LOC នឹងបន្តដាក់ឲ្យដំណើរការសេវាឥណទានមាសកាន់ទ្រព្យនៅគ្រប់សាខាទូទាំងប្រទេសនៅក្នុងឆ្នាំ2027ការស្នើសុំឥណទានមានលក្ខណៈងាយស្រួលនិងរហ័សដោយអតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ15នាទីជាមួយអត្រាការប្រាក់សមរម្យនិងលក្ខខណ្ឌបង់សងដែលមានភាពបត់បែន